បានអ្នកប្រាស្រ័យតាក់ទងគ្នាតិចនឹងនិយាយ3ចំណុចនេះកាន់តែតិចនោះអ្នកនឹងកាន់តែមានសុភមង្គលពាក្យសម្ដីមិនមែននិយាយឲ្យតែចេះបាននោះទេព្រោះវាជាស្ពាននៅក្នុងការរក្សាទំនាក់ទំនងនិងកសាងទំនាក់ទំនងហើយវាក៏អាចបង្ហាញពីសិលធម៌និងសុជីវធម៌របស់មនុស្សម្នាក់ៗផងដែរដូច្នេះពេលប្រាស្រ័យតាក់ទងគ្នាជាមួយនឹងមនុស្សអ្នកត្រូវតែប្រយ័ត្នលើពាក្យសម្ដីនីមួយៗហើយត្រូវដឹងថានិយាយអ្វីដែលគួរនិយាយដើម្បីកុំឲ្យបង្កើតទៅជាបញ្ហានិងផលប៉ះពាល់ដល់សុភមង្គលរបស់ខ្លួនខាងក្រោមនេះគឺជារឿង3យ៉ាងដែលអ្នកគួរតែព្យាយាមនិយាយឲ្យកាន់តែតិចដើម្បីជៀសវាងការបង្កជម្លោះនិងជួយឲ្យជីវិតកាន់តែមានសុភមង្គល1ហាមនិយាយអំពីអាចកំបាំងដែលជ្រៅក្នុងបេះដូងកុំប្រាប់អាចកំបាំងដល់ខ្យល់ព្រោះខ្យល់នឹងបក់ពេញព្រៃកុំប្រាប់អាចកំបាំងដល់មិត្តព្រោះមិត្តនឹងប្រាប់អ្នកដទៃទៀតអាចកំបាំងត្រូវបានគេហៅថាអាចកំបាំងព្រោះវាផ្ទុកនូវភាពឯកជនដែលយើងមិនអាចប្រាប់អ្នកក្រៅបានប្រសិនបើមនុស្សម្នាក់លាតត្រដាងអាចកំបាំងរបស់ខ្លួនសូម្បីតែបន្តិចក៏ដោយវានឹងពិបាកនៅក្នុងការមានអារម្មណ៍ថាមានសុវត្ថិភាពព្រោះអ្នកមិនអាចដឹងថាតើអ្នកដទៃនឹងប្រើអាចកំបាំងនោះដើម្បីជួយដោះស្រាយបញ្ហារបស់អ្នកឬប្រើប្រាស់វាដើម្បីកេងយកផលចំណេញពីអ្នកនោះទេមិនថាអ្នកស្និទ្ធស្នាលជាមួយនឹងអ្នកណាម្នាក់ក៏ដោយក៏បង្ហាញអាចកំបាំងនេះទៅឲ្យគេឲ្យសោះកុំជឿជាក់លើអារម្មណ៍របស់ខ្លួនឯងពេកទំនាក់ទំនងដែលអ្នកគិតថាស្និទ្ធស្នាលគឺពេលខ្លះគ្រាន់តែជាភាពខ្លាំងខ្លាយតែប៉ុណ្ណោះ2ហាមប្រាប់រឿងអន់ចិត្តក្នុងជីវិតយើងម្នាក់មិនអាចគេចផុតពីទុកអារម្មណ៍អយុត្តិធម៌និងកំហឹងនៅក្នុងចិត្តនោះទេតែទោះបីជាអ្នកអន់ចិត្តប៉ុណ្ណាខឹងគេខ្លាំងប៉ុណ្ណាស្អប់គេខ្លាំងកម្រិតណាក៏ដោយហាមដាច់ខាតយកវាទៅពិភាក្សាជាមួយអ្នកដទៃដែលមិនដឹងរឿងព្រោះវានឹងធ្វើឲ្យអ្នកដទៃគិតថាអ្នកជាមនុស្សប្រកាន់ច្រើនចង្អៀតចង្អល់ហើយជាពិសេសបើគេចង់ក្បត់នឹងអ្នកគឺស្រួលណាស់គេប្រកាសជាយករឿងដែលអ្នកត្អូញត្អែនោះទៅនិយាយចាយបន្តបង្កឲ្យមានការយល់ច្រឡំបន្តិចបន្តួចប្រែคล้ายទៅជារឿងធំបានយកល្អអ្នកគួរតែនិយាយតែរឿងល្អៗអំពីអ្នកដទៃបានហើយដើម្បីរក្សាសុភមង្គលសម្រាប់ខ្លួនអ្នក3គុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកមិនថាអ្នកមានចំណេះដឹងច្រើនឬមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាឬសមិទ្ធផលរបស់អ្នកអស្ចារ្យប៉ុណ្ណាទេអ្នកមិនគួរអួតពីខ្លួនឯងឡើយដោយសារតែមានមនុស្សតិចណាស់ដែលអាចមានអារម្មណ៍សប្បាយរីករាយចំពោះភាពជោគជ័យរបស់អ្នកបើអ្នកអួតខ្លាំងវានឹងធ្វើឲ្យអ្នកដទៃច្រណែនឬស្អប់អ្នកកាន់តែខ្លាំងតែប៉ុណ្ណោះពេលប្រាស្រ័យតាក់ទងជាមួយអ្នកដទៃព្យាយាមកុំអួតពីសមត្ថភាពរបស់ខ្លួនផ្ទុយទៅវិញគួរតែរៀនចេះបន្ទាបខ្លួននិងមានអត្តចរិតសុភាពដាក់អ្នកដទៃអ្នកត្រូវចាំពាក្យមួយឃ្លាថាបង្កើតមិត្តល្អជាងបង្កើតសត្រូវដូច្នេះរឿងខ្លះបើអ្នកគួរតែរៀនដាក់ចោលខ្លះធ្វើជាមនុស្សដែលចេះយល់ពីកលៈទេសៈទៅនោះជារឿងល្អ